ក្នុងនាមឯកឧត្តមអភិបាលខេត្តខ្ញុំសូមកោតសរសើរនិងសូមអរគុណចំពោះសមាគមទេសចរកម្ពុជាមូលនិធិអភិវឌ្ឍជំនាញនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងក្រសួងសេដ្ឋកិច្ចនិងក្រសួងទេសចរសម្រាប់ការរៀបចំនៅវគ្គបណ្ដុះបណ្ដាលកាលពីពេលមុននិងថ្ងៃនេះលើជំនាញម្ហូបអាហារភេសជ្ជៈការិយាល័យជួរមុខនិងគេអកិច្ចជាមួយគ្នានេះដែរខ្ញុំសូមអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានតស៊ូជំនះនិងបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យនាពេលកន្លងមកកាលពីសប្តាហ៍មុនខ្ញុំហើយនឹងលោកប្រធានមន្ត្រីទេសចរបានទៅពិនិត្យដំណើរការវគ្គបណ្ដុះបណ្ដាលដូចគ្នានេះនៅឯស្រុកប្រាសាទសម្បូរហើយខ្ញុំមានភ័ព្វសំណាងបានភ្លក់ញោមប្រុសស្វាពងអង្ក្រងដែលជាម្ហូបថ្មីបាទវាឆ្ងាញ់ពីព្រោះវាមានស្តង់ដារអនាម័យស្អាតហើយផ្សំគ្រឿងដោយអ្នកជំនាញហើយបង្កប់នៅបេះដូងពិតប្រាកដរបស់អ្នកធ្វើថ្ងៃនេះដែរយើងមានវគ្គបណ្ដុះបណ្ដាលដូចគ្នាហើយខ្ញុំនឹងចុះទៅពិនិត្យបន្តទៀតខ្ញុំមិនដឹងថាតើនឹងមានម្ហូបអីដែលខ្ញុំអាចភ្លក់ទេក៏ប៉ុន្តែខ្ញុំសង្ឃឹមថាវាឆ្ងាញ់ដែរវគ្គបណ្ដុះបណ្ដាលនីមួយៗបានផលិតនៅធនធានមនុស្សដែលមានចំណេះដឹងជំនាញនិងសមត្ថភាពសម្រាប់ការលើកកម្ពស់វិស័យទេសចរនៅក្នុងខេត្តកំពង់ធំអ្នកទាំងអស់គ្នានៅទីនេះគឺជាមនុស្សសំខាន់សម្រាប់ការអភិវឌ្ឍមុខរបរគ្រួសារនិងសង្គមជាតិរបស់យើងមូលធនមនុស្សដែលមានសមត្ថភាពនិងឆន្ទៈដើម្បីបុព្វហេតុជាតិបានប្រែក្លាយប្រទេសសង្ហបុរីពីកោះដ៏តូចមួយដែលគ្មានធនធានធម្មជាតិតតែសោះក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកធ្វើឲ្យភ្នំហើយនឹងព្រៃឈើនៅប្រទេសនូវែលសេឡង់ក្លាយទៅជាឋានសួគ៌នៃការផ្សងព្រេងបែបធម្មជាតិសម្រាប់ភ្ញៀវទេសចរនៅក្នុងពិភពលោកហើយនឹងបានផ្លាស់ប្ដូរប្រទេសជប៉ុនឲ្យក្លាយទៅជាទឹកដីនៃបដិសណ្ឋារកិច្ចបែបស្តង់ដារដ៏កក់ក្ដៅបំផុតនៅក្នុងពិភពលោកនៅក្នុងបរិបទទេសចរកម្ពុជាយើងមានសម្បត្តិវប្បធម៌និងធនធានធម្មជាតិគ្រប់យ៉ាងដែលពិភពលោកត្រូវការយើងមានប្រាសាទអង្គរវត្តដ៏អស្ចារ្យយើងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតនិងព្រៃភ្នំព្រឹក្សាធម្មជាតិពណ៌បៃតងប៉ុន្តែខ្ញុំសង្កេតឃើញថាដោយសារតែតម្រូវការនៃការប្រកួតប្រជែងខ្លាំងជាប្រចាំធ្វើឲ្យសេវាកម្មទេសចរខ្លះនៅមានការខ្វះខាតដែលខ្ញុំកំណត់ថាវាគឺជារឿងនៃចំណេះជំនាញហើយនឹងសមត្ថភាពនៃការរៀបចំដែលខ្ញុំយល់ថាបើសិនជាមិនចេះរៀបចំទេទោះបីជាយើងមានអ្វីគ្រប់យ៉ាងក៏យើងនៅតែអាចខ្វះអ្វីគ្រប់យ៉ាងឬខ្វះយ៉ាងហោចណាស់ក៏ខ្វះអ្វីមួយយ៉ាងដែរសម្រាប់ខ្ញុំគោលការណ៍នៃការប្រកួតប្រជែងក្នុងវិស័យទេសចរគឺត្រូវធ្វើឲ្យល្អជាងមុនឲ្យប្លែកជាងមុនហើយធ្វើឲ្យអស្ចារ្យជាងមុនទើបអាចក្លាយជាអាវក្រោះដែលអាចការពារអាជីវកម្មរបស់យើងបានគោលការណ៍នេះហើយដែលបានបង្រៀនខ្ញុំថាគេសោកខ្ញុំដោយសារតែគេឃើញខ្ញុំធ្វើអ្វីប្លែកហើយខ្ញុំសោកគេដោយសារតែខ្ញុំឃើញគេធ្វើអ្វីដដែលនរណាដែលមិនចេះផ្លាស់ប្ដូរអ្នកនោះនឹងក្លាយជាវត្ថុបុរាណដែលគ្មានតម្លៃនៅក្នុងពិភពលោកសតវត្សទី21នេះពិភពលោកពេលនេះគឺគ្មានកន្លែងដែលល្អមានផាសុកភាពសម្រាប់មនុស្សដែលប្រកែត្អូញត្អែមនុស្សខ្ជិលហើយនិងមនុស្សដែលរឹងត្អឹងមិនព្រមផ្លាស់ប្ដូរនោះទេតាំងពីឆ្នាំ2020មកពិភពលោករងនៅការវាយប្រហារយ៉ាងដំណំពីមេរោគ COVID-19 ហើយត្រូវបានញោមញីជាបន្តបន្ទាប់ដោយសង្គ្រាមការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចនិងវិបត្តិសេដ្ឋកិច្ចហើយយើងមិនដឹងថាតើពិភពលោកនឹងជួបប្រទះបញ្ហាអ្វីទៀតទេនៅពេលអនាគតដូច្នេះហើយយើងត្រូវតែត្រៀមខ្លួនជានិច្ចបញ្ហាទាំងនេះបានបង្ខំឲ្យយើងដេកលើកម្រាលព្រំថ្មីក្រោតក្រៀតមួយជាន់ហើយមួយជាន់ទៀតដោយសារតែយើងមិនដឹងថាតើនឹងមានអ្វីកើតឡើងចំពោះយើងទេនៅក្នុងសៀវភៅរបស់ខ្ញុំជីវិតក្តីស្រឡាញ់គេតំណាងខ្ញុំបានសរសេរថាយើងមិនអាចបន់ស្រន់
ដើម្បីឲ្យស្ថានភាពពិភពលោកប្រែជាធូរស្រាលដោយឯងបានទេជំរើសរស់រៀនតែមួយគត់គឺយើងត្រូវតែផ្លាស់ប្ដូរត្រូវតែចេះសម្របខ្លួននិងអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំដើម្បីឲ្យយើងតាមទាន់តម្រូវការសង្គមហើយនិងពិភពលោករាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតបានយល់ច្បាស់អំពីនិន្នាការនេះគោលនយោបាយរដូវកាលបៃតងទេសចរមេត្រីភាពមូស្លីមប្រព័ន្ធ Cambodia e-arrival កម្មវិធីប្រឡងបណ្ណាំងទីក្រុងស្អាតកម្មវិធីប្រតិបត្តិការហិរញ្ញវត្ថុ Digital និងកម្មវិធីជាច្រើនទៀតត្រូវបានអនុវត្តជាបន្តបន្ទាប់